បើសិនជាឡានយើងប្រឆេះហើយយើងដកសោចេញពីឡានតែឡានទៅមុខរួចឬក៏អត់ឥឡូវខ្ញុំសាកជូនបងប្អូនមើលហើយគាត់សួរទៀតថាបើសិនជាទៅមុខបានប្រហែលគីឡូម៉ែត្របានវាអត់លុតឥឡូវគឺខ្ញុំកំពុងតែតេស្តនៅក្នុង Hilux Revo Rally អញ្ចឹងឥឡូវយើងចាប់ផ្ដើមប្រឆេះខ្ញុំឲ្យក្រុមការងារគាត់យកសោចេញទៅវិញអញ្ចឹងឥឡូវនេះគឺយើងអត់មានសោនៅក្នុងឡានទេហើយនៅពេលដែលឡាន detect បានថាសោអត់មាននៅក្នុងឡានគឺវានឹងលុតសញ្ញាមកសញ្ញាឧទានមកមួយហើយគឺនៅពេលយើងទាញមកដេហើយយើងសាកមើលគឺយើងបានទៅមុខបានធម្មតាអត់មានជាបញ្ហាអីទេហើយក៏អត់មានកំណត់រយៈចម្ងាយឬក៏រយៈពេលដែលឡានលុតដែរកុំឲ្យតែបងប្អូនចុចបលុតឬក៏ឡានហ្នឹងវាអស់ប្រេងទើបវាលុតប៉ុន្តែក្នុងរយៈចម្ងាយមួយវានឹងលោត alert មកថាក្នុងឡានអត់មានសោទេខ្ញុំសាកបើកទ្វារខ្ញុំបិទទ្វារវិញវាចាប់ផ្ដើម alert មក key not detected check key location ហើយលោតសញ្ញាឧទានមកដល់ឥឡូវនេះគឺយើងបើកទៅមុខបានធម្មតាទោះលោតសញ្ញាអញ្ចឹងក៏យើងនៅតែបើកបានទៅធម្មតាប៉ុន្តែកុំឲ្យតែបងប្អូនបលុតតែបលុតហើយគឺយើងប្រឆេះវិញអត់បានទេបាទបងប្អូនកុំភ្លេចចែករំលែកវីដេអូនេះម្នាក់មួយផងហើយកុំភ្លេច follow ដើម្បីបានវីដេអូថ្មីៗអំពី Toyota